បាទសួស្តីអ្នកទាំងអស់គ្នាឥឡូវវិជ្ជាបន្តទៀតនេះខ្ញុំនឹងណែនាំអ្នកទាំងអស់គ្នាឲ្យចេះយក bootstrap ទៅ apply ក្នុង form ហើយនិង table អញ្ចឹងយើងមិនសូវវគ្គនេះយើងមិនសូវជាផ្ដោតសំខាន់ទៅលើការសរសេរកូដ PHP ច្រើនមែនទេខ្ញុំចាប់ផ្ដើមបើក file មកដល់ខ្ញុំទៅយកខ្ញុំយកនេះចេញរបស់យើង testing ចឹងនៅក្នុងនេះនៅក្នុង code header របស់យើងចឹងយើងចូលមើល form របស់យើងនេះការពីវគ្គមុនហ្នឹងខ្ញុំបានបង្ហាញពីរបៀបធ្វើ form យើងចង់បាន format នេះចឹងម៉ាស៊ីនហើយវគ្គមុនហ្នឹងគឺខ្ញុំអត់បានបង្ហាញឲ្យចេញ form បែបនេះឲ្យចេញជាស្រាប់ហ្មងទេគាត់ថាបង្ហាញខ្លះពីរបៀប code របស់វាប៉ុន្តែអត់បានជោគជ័យទេអញ្ចឹងដើម្បីឲ្យបានជោគជ័យយើងត្រូវព្យាយាមមើលវីដេអូដែល response ជាមួយនឹង Bootstrap ថា website menu response ជាមួយ Bootstrap ទៅហើយកន្លែងនេះខ្ញុំគ្រាន់តែចង់បន្ថែម style ខ្លះទៅលើនេះដូចជាខ្ញុំចង់ដាក់រូបភាពនៅនេះឬក៏ delete ខ្ញុំចង់ធ្វើ form នេះដូចជា edit អញ្ចឹងខ្ញុំចង់កែ form នៅស្អាតតិចកំណាក់អញ្ចឹងវាអត់ល្អមើលអញ្ចឹងខ្ញុំគ្រាន់តែចង់កែ form របស់យើងឯងអញ្ចឹងខ្ញុំចូលទៅ code របស់យើងកន្លែងនេះ header អូខេចូលកន្លែង header management កន្លែងខ្ញុំចង់ដាក់ខាងលើចង់ដាក់ menu វា index header management ហើយ table យើងបង្ហាញមកអញ្ចឹងគ្រាន់នៅលើនេះខ្ញុំចង់ដាក់ចូលអញ្ចឹងនៅកន្លែងនេះខ្ញុំដាក់ថាmenu header management អញ្ចឹងយើងចង់ដាក់អីក៏បានដែរខ្ញុំរានវាមើលពេលវាចេញចេះតែអានោះវាធ្លាក់មកអញ្ចឹងយើងទៅអូខេវាធ្លាក់នៅក្នុងមួយខាងជើងទៅឆែកមើលធម្មតាវាចេញនៅក្នុង content មួយតែមើលអូខេប៉ុន្តែកន្លែងនេះវាធ្លាក់នេះចឹងយើងទាញធំមកបានអូខេយើងខុសកូដយើងកន្លែងនេះតិចកន្លែងនេះយើងគួរដាក់ថា view មួយយើងបញ្ចប់ដោយ view វិញបានជើងនៅក្នុង table
mình chắc là bạn này chân trình nào chứ nhưng trong hai thích với nó vào cho nhầm đã thích thích nhưng đã class đã thích hai thích nắng center chẳng dương còn ta hao pha bootstrap một pha ba này chẳng với cho center nhưng trong đã color vì ta đỏ clear muối đã thật thích chẳng viên năng trình po này trình po không muôn đang chơi bên trình po hòm tịch chơi nhầm đấy ban còn này dương đã ta thích ở lâu khen nó thích lô và case chơi nhầm này chẳng lô và case menta với converter chia sót tôi từng và sân chia case case với converter chia sót thùng từng nè với convert chứng nhưng bạn chân các bạn đấy hay nó lại nếu nhâm trong nè chưa được phiêu dư trong là ai chân đó các bạn tay còn tay nhâm trong cho cài form vì này cài form lại này chân form nó còn nông add nó còn nông file add cho nhâm tôi cài bên nó còn nông file add này nhưng tôi mơ bên nó còn nông này chân lại này vì nhẹ nhàng tí chứ nhưng còn ta trong cài với xua đi mà còn lại này nhầm lục cháu đã tha thay thò mà đấy còn lại này đã tha description state status ok chặt lục đang lục này chào cho nên lục thay bò chào nếu với change form mà dừng chứ nhâm sale á nhâm từ oran mới chơi mình chưa change chứ nhâm trong apply bắt tông sale mùi thanh hai bạn trườngประกาศ button sale mới input tab sub mid value sale name URL mà đặt này btn add ok btn add button sale hay giờ apply mà cái này nhâm đạn class về em class về class
class btn យើងដាក់ class btn សំទោសកន្លែងនេះដាក់ form controlនេះដាក់ class នេះform control ដូចគ្នា class form control អូខេនេះវាចេញជា form control តែកន្លែងនេះខ្ញុំអត់ដាក់កន្លែងនេះគាត់ថា class btn ជួយចេញចាចឹងកន្លែងនេះលុបចោលខ្ញុំដាក់នេះ10ហ្មង10ហើយដាក់ថា call ms ដាក់ថាដាក់14ហ្នឹងអូខេវាចេញបែបនេះចឹងឥឡូវខ្ញុំចង់ដាក់ title នៅលើតិច title ដាក់ថា h 2ចឹងនៅហ្នឹងថា edit menu class text center អូខេ text center ហើយខ្ញុំដាក់ text អីគេខ្ញុំឲ្យដាក់ថា info គឺណាម info វាស្អាតដាក់ថា text decoration upper left អូខេ edit menu តិចចឹងយើងវាយចាប់ដើមវាយមកកន្លែងនេះadd នេះ title ខ្ញុំដាក់ my this is my 7 គឺបានដូចគ្នានេះប៉ុន្តែនៅកន្លែងនេះខ្ញុំចង់កន្លែង edit នេះខ្ញុំចង់កែដែរអញ្ចឹងយើងទៅកែដូចគ្នាកន្លែង edit នេះអញ្ចឹងបងប្អូនអ្នកទាំងអស់គ្នាយើងសាកកែខ្លួនឯងកន្លែង edit នេះអញ្ចឹងខ្ញុំអត់បង្ហាញកន្លែង edit ទេហើយ delete អត់អីធម្មតាហើយវគ្គក្រោយខ្ញុំនឹងបង្ហាញពីរបៀបដាក់រូបភាពទៅកន្លែង menu នេះ add menu នេះហើយដាក់status ដាក់ឲ្យចេញសញ្ញាខ្វែងឬសញ្ញាគ្រីសពេលយើងចុចលេខ1គ្រីសបើកន្លែងនេះអត់ទាន់ទេអញ្ចឹងខ្ញុំទៅកែវាថែមទៀតតែ edit នេះខ្ញុំចង់ដាក់និមិត្តសញ្ញាថា edit ហ្នឹងឲ្យចេញជាប៊ូតុង page edit ហើយកន្លែង delete នេះដាក់ជា icon ឲ្យវានិយាយទៅយើងចង់ដាក់ icon ឲ្យវាទំនងហើយអញ្ចឹងវគ្គនេះទៅប៉ុណ្ណឹងអរគុណ